You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទសាមសែលសូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអាទិត្យ8កើតជាថ្ងៃសីលខែអាសត់ឆ្នាំវោកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី9ខែតុលាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី Rona Smith បានមកដល់ប្រទេសកម្ពុជាហើយសហគមន៍មានទំនាស់ដីធ្លីនឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅជាមួយទិវាសិទ្ធិលំនៅឋានរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតលំដាប់តទៅនេះខ្ញុំបាទសានសែលសូមជូនព័ត៌មានពិស្ដាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគឺអ្នកស្រី Rona Smith បានមកដល់ប្រទេសកម្ពុជាហើយនៅរសៀលថ្ងៃទី9ខែតុលានេះសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិចេញថ្ងៃទី7ខែតុលាបានសរសេរថាអ្នកស្រី Rona Smith នឹងស្នាក់នៅប្រទេសកម្ពុជារយៈពេល10ថ្ងៃគឺចាប់ពីថ្ងៃទី10ដល់ថ្ងៃទី20ខែតុលានេះដំណើរទស្សនកិច្ចរបស់អ្នកស្រី Rona Smith មកកម្ពុជាជាទស្សនកិច្ចផ្លូវការក្នុងអាណត្តិការងាររបស់អ្នកស្រីដើម្បីពិនិត្យអំពីស្ថានភាពសិទ្ធិមនុស្សនិងតាមដានការអនុវត្តអនុសាសន៍ដែលអ្នកស្រីបានដាក់ជូនរដ្ឋាភិបាលសម្រាប់ការកែលម្អស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានប្រសើរឡើងប្រធានបទសម្រាប់ទស្សនកិច្ចមកកម្ពុជាលើកនេះគឺអ្នកស្រី Rona Smith នឹងពិនិត្យមើលស្ថានភាពនយោបាយទូទៅនិងទស្សនវិជ្ជាផ្សេងៗនៃការរើសអើងអ្នកស្រីនឹងវាយតម្លៃអំពីសិទ្ធិរបស់ក្រុមជនជាតិភាគតិចនិងក្រុមជនទន់ខ្សោយនៅកម្ពុជាអ្នកស្រីក៏គ្រងជួបមន្ត្រីរាជរដ្ឋាភិបាលមន្ត្រីទូតនិងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងប្រធានបទរបស់អ្នកស្រីក្នុងនោះក៏អ្នកស្រីនឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកកែវរ៉េមីផងដែរប៉ុន្តែកម្មវិធីលម្អិតនៅមិនទាន់មាននៅឡើយទេអ្នកស្រី Rona Smith ត្រូវបានអង្គការសហប្រជាជាតិតែងតាំងជាអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជានៅខែមីនាឆ្នាំ2015ចាប់តាំងពីពេលនោះមកអ្នកស្រីតែងមកប្រទេសកម្ពុជាហើយធ្វើរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសិទ្ធិមនុស្សដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី Rona Smith នឹងបង្ហាញរបាយការណ៍បន្ទាប់របស់អ្នកស្រីជូនក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតនៅក្នុងខែកញ្ញាឆ្នាំ2017ខាងមុខនៅពេលបញ្ចប់ទស្សនកិច្ចលើកនេះអ្នកស្រី Rona Smith នឹងធ្វើសន្និសីទកាសែតអំពីលទ្ធផលទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជារយៈពេល10ថ្ងៃនៅរសៀលថ្ងៃទី19ខែតុលាលោកអ្នកនាងជាទីមេត្រីពិធីបុណ្យខួប100ថ្ងៃបណ្ឌិតកែមលីត្រូវបានប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីរៀបចំធ្វើមុនគេបង្អស់នៅតាមទីក្រុងសំខាន់មួយចំនួនដូចជាស៊ីដនីនិងមែលប៊នជាដើមទីក្រុងស៊ីដនីបានរៀបចំពិធីបុណ្យនេះកាលពីថ្ងៃសៅរ៍ទី8រីឯអ្នកទីក្រុងមែលប៊នបានប្រារព្ធពិធីនេះនៅថ្ងៃអាទិត្យទី9ខែតុលាជាបន្តទៅទៀតនេះលោកជុនច័ន្ទបុតសូមជូនសេចក្តីរាយការណ៍មួយអំពីការប្រារព្ធពិធី100ថ្ងៃនៃបណ្ឌិតកែមលីនៅប្រទេសអូស្ត្រាលីដូចតទៅលោកកែមលីបានបន្សល់អនុស្សាវរីយ៍ច្រើនណាស់ដល់ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីនិងដល់អ្នកនយោបាយអូស្ត្រាលីមួយចំនួនដែលលោកបានជួបពេលដែលលោកមកទស្សនកិច្ចនៅប្រទេសនេះកាលពីខែមេសាកន្លងទៅនៅថ្ងៃអាទិត្យនេះពួកគេបានមកជួបជុំគ្នារៀបចំធ្វើពិធីបុណ្យ100ថ្ងៃជូនដល់លោកពួកគាត់ស្ទើរតែទាំងអស់គ្នាដែលមានចំនួនប្រមាណជិត 2000 នាក់ពាក់អាវយឺតពណ៌ខ្មៅដែលមានរូបលោកបណ្ឌិតកែមលីនិងមានសរសេរឃ្លាមួយដែលពួកគាត់ពេញចិត្តជាងគេគឺជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀតខ្ញុំនៅចាំពាក្យរបស់គាត់គឺថាជូតទឹកភ្នែកនិងបន្តដំណើរទៅមុខបាទធ្វើឲ្យកូនខ្មែរគឺថាស្ដាប់សម្ដីនេះហើយគឺថាធ្វើចឹងហើយមកពាក់អាវនឹងចឹងហ៎បាទអ្នកខ្លះទៀតស្រឡាញ់លោកកែមលីត្បិតពួកគេយល់ថាលោកតែងផ្ដល់បទវិភាគល្អៗដែលធ្វើឲ្យពួកគេអាចបង្កើនបាននូវសមត្ថភាពក្នុងការត្រិះរិះពិចារណាខ្ញុំអាចសម្ភាសមួយម៉ាត់បានទេបាទអូនឈ្មោះអីដែរខ្ញុំឈ្មោះសូមីនីបាទហើយអ្វីខ្លះដែលចងចាំពីគាត់ដែលនឹកឃើញដល់គាត់នឹកឃើញថាគាត់ច្រើនវិភាគហើយនិយាយចំនឹងព័ត៌មានក្នុងសង្គមពិតមកពូបាទចាក្រៅពីពលរដ្ឋខ្មែរ
អ្នកមុខអ្នកការអូស្ត្រាលីមួយចំនួនក៏បានមកចូលរួមក្នុងពិធីនេះដែរលោកប្រធានព្រឹទ្ធសភានៃរដ្ឋ Victoria ដែលកាលពីថ្ងៃសុក្រទី7 តុលាកន្លងទៅបានទៅចូលរួមក្នុងពិធីជប់លៀងមួយជាមួយកូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថាសូមកុំច្រឡំថាការដែលលោកចូលរួមជាមួយលោកហ៊ុនម៉ាណែតនោះជាការបញ្ជាក់ថាលោកគាំទ្រសកម្មភាពឬគោលនយោបាយរបស់អ្នកអញ្ជើញនោះឲ្យសោះលោកថាតាមពិតការចូលរួមនោះគឺដើម្បីឆ្លៀតឱកាសបញ្ជូនសារទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យគោរពសិទ្ធិមនុស្សនិងច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវទៅវិញនោះទេ It does not mean that I necessarily endorse any of the policy positions តើតើនឹងការទាមទារឲ្យមានការគោរពច្បាប់នេះដែរអតីតរដ្ឋមន្ត្រីក្រសួងយុតិធម៌នៃប្រទេសអូស្ត្រាលីនិងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងយុតិធម៌នៃរដ្ឋាភិបាលស្រមោលត្បិតគណៈបកលោកមិនកាន់អំណាចក្នុងអាណត្តិនេះនោះលោក Matt Griffiths មានប្រសាសន៍ថាលោកបានជួបលោកកែមលីហើយថាលោកស្ដាយណាស់ចំពោះការបាត់បង់លោកបណ្ឌិតត្បិតលោកកែមលីទើបនឹងចាប់ផ្ដើមឲ្យអន្តរជាតិស្គាល់លោក It's tragic. It's a tragic death because he was just starting to attract international attention មរណភាពនេះវាជាសោកនាដកម្មពីព្រោះលោកទើបតែចាប់ផ្ដើមទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិចំពោះការងារដែលលោកធ្វើនៅកម្ពុជារាប់ឆ្នាំមកហើយតាមរយៈការងារដូចជាលោកកែមលីវាជាកត្តាស្នូលនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងការកែតម្រង់ប្រជាធិបតេយ្យនៅកម្ពុជាបានជឿនលឿនទៅមុខវាជាសោកនាដកម្មធ្ងន់ធ្ងរដែលលោកត្រូវបាត់បង់ទៅប៉ុន្តែខ្ញុំគិតថាគំរូជីវិតនិងការងាររបស់លោកនឹងមិនសាបសូន្យទេពីព្រោះយុត្តិធម៌យើងមកទីនេះថ្ងៃនេះគឺមករំលឹកខួប100ថ្ងៃនៃមរណភាពរបស់លោកប្រជាពលរដ្ឋកម្ពុជានិងពលរដ្ឋទូទៅទូទាំងពិភពលោកនឹងនៅតែចងចាំការងារដែលលោកបានធ្វើនិងនៅតែជាគំរូល្អសម្រាប់អ្នកដទៃទៀតធ្វើតាមខ្ញុំគិតថានីតិរដ្ឋគឺមានសារៈសំខាន់គ្រប់ទីកន្លែងក្នុងនាមខ្ញុំជាអតីតរដ្ឋមន្ត្រីក្រសួងយុតិធធម៌និងបច្ចុប្បន្នជារដ្ឋមន្ត្រីនៃក្រសួងយុតិធធម៌នៃរដ្ឋាភិបាលស្រមោលត្បិតគណៈបកយើងខ្ញុំពេលនេះមិនកាន់អំណាចយើងត្រូវតែធ្វើការឆ្ពោះទៅសម្រេចឲ្យបាននៅនីតិរដ្ឋយុតិធធម៌ហើយអ្នកប្រព្រឹត្តបទឧក្រិដ្ឋដូចជាឃាតករសម្លាប់លោកកែមលីនៅកម្ពុជាត្រូវតែបាននាំខ្លួនមកកាត់ទោសប៉ុន្តែករណីឃាតកម្មលោកកែមលីនៅមិនទាន់មានយុតិធធម៌នៅឡើយទេដូច្នេះខ្ញុំជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីយើងខ្ញុំធ្វើតាមលទ្ធភាពរបស់ខ្លួនឬធ្វើយ៉ាងណាដើម្បីជំរុញរដ្ឋាភិបាលកម្ពុជាធានាឲ្យបានថាក្រុមគ្រួសាររបស់លោកកែមលីទទួលបានយុត្តិធម៌ដោយពិតប្រាកដ urge the Cambodian government to ensure that there is justice for Kem Lei's family អ្នកដែលតែងតែស្គាល់លោកតាមរយៈសម្លេងមានការគោរពសរសើរលោកបណ្ឌិតណាស់ទៅហើយតែនៅពេលដែលបានជួបមុខនឹងបាននិយាយសារសងគ្នាដោយផ្ទាល់ដូចជាអតីតចៅហ្វាយក្រុងយូហូនេះជាដើមវាកាន់តែធ្វើឲ្យមានការស្ងើចសរសើរលោកបណ្ឌិតថែមទៀតខ្ញុំមិនចាប់ភ្លឹកថាខ្មែរយើងមានអ្នកដែលបកកែរបៀបហ្នឹងសោះដល់ពេលជួបភ្ញាក់ដល់ពេលជួបបាទខ្ញុំភ្ញាក់ខ្លួនពីព្រោះខ្ញុំគាត់មកមើលកន្លែងទីស្នាក់ការសមាគមខ្មែរដែលធ្វើគឺយើងមានការកិច្ចបម្រើមនុស្សចាស់ហើយគាត់លើកថាយីប្រទេសនេះល្អណាស់ពីព្រោះនៅប្រទេសកម្ពុជាហ្នឹងអត់មានកិច្ចបម្រើមនុស្សចាស់របៀបហ្នឹងទេហើយគេច្រើនតែចាស់ចាស់ហ្នឹងគេរវល់តែមើលកូនរបស់ចៅគាត់និយាយថាចាស់ចាស់មានកូនបាទខ្ញុំសួរស្អីទៅចាស់ចាស់មានកូនហ្នឹងអុយគាត់លើកឡើងថាដោយសារកូនហ្នឹងគេចេញទៅធ្វើការនៅប្រទេសទី2អស់ហើយបាទដូចជាទៅប្រទេសសៀមទៅកូរ៉េទៅអីហ្នឹងដូចនេះទុកកូនហ្នឹងឲ្យយាយហើយនឹងតាហ្នឹងមើលអញ្ចឹងហើយបានលោកតាមេងហៀងដែលជាបេក្ខជនចៅហ្វាយក្រុងជនជាតិខ្មែរមួយរូបចូលឈ្មោះនៅក្រុងមួយនៅតំបន់ជីក្រុងមែលប៊ននេះអ្វីដែលលោកចងចាំពីលោកបណ្ឌិតកែមលីគឺភាពក្លាហានទាំងការនិយាយទាំងការដេញដោលសួរសំណួរខ្ញុំយល់ថាចំណុចសំខាន់ដែលខ្ញុំបានចំណាយពេលដ៏ខ្លីជាមួយគាត់នៅក្នុងប្រទេសអូស្ត្រាលីនេះគឺលោកបណ្ឌិតកែមលីបានសួរសំណួរជាច្រើនចំពោះខ្ញុំតែខ្ញុំសំណួរខ្លះខ្ញុំមិនអាចឆ្លើយបានដោយសារតែខ្ញុំ
ผมមានព័ត៌មានក៏ប៉ុន្តែចំណុចដែលសំខាន់គឺខ្ញុំយល់ថាអ្វីដែលខ្ញុំអាចរៀនពីគាត់បាននៅក្នុងពេលដ៏ខ្លីនោះគឺត្រូវហ៊ានសួរសំណួរត្រូវហ៊ានឆ្ងល់ត្រូវហ៊ានធ្វើការសន្ទនាពិធីបុណ្យខួប100ថ្ងៃលោកបណ្ឌិតកែមលីនៅក្រុងមែលប៊ននៅថ្ងៃអាទិត្យនេះត្រូវបានសហគមន៍ខ្មែររៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនាយ៉ាងល្អសមសួនអ្វីត្បិតតែពួកគាត់រស់នៅឆ្ងាយពីមាតុភូមិកំណើតក៏ដោយអ្នកចូលរួមទាំងឡាយហាក់មានសមានចិត្តនិងសទ្ធាជ្រះថ្លាណាស់ពួកគាត់សប្បាយចិត្តនឹងបានមកធ្វើបុណ្យរួមគ្នារំលឹកដល់មនុស្សដែលពួកគាត់គោរពនិងស្រឡាញ់ដូចគ្នាខ្ញុំជុនច័ន្ទបុត្រអាស៊ីសេរីក្រុងមែលប៊នលោកនាងជាទីមេត្រីព័ត៌មានដែលអាស៊ីសេរីទទួលបានទណ្ឌិតសោមឯកដែលតុលាការសាលាដំបងរាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំ2010បានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន18ឆ្នាំបានចេញពីពន្ធនាគារហើយនៅយប់ថ្ងៃទី8ខែតុលាឆ្នាំ2016ម្សិលមិញប្រពន្ធមួយសូមមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនប្រាប់អាស៊ីសេរីឲ្យដឹងនៅថ្ងៃទី9ខែតុលានេះថាលោកសោមឯកបានរត់គេចពីពន្ធនាគារដោយសារមន្ត្រីពន្ធនាគារពេស៊ីធ្វើទារុណកម្មខ្លាំងពេកប្រពន្ធនោះបានបញ្ជាក់ថាប្រធានពន្ធនាគារពេស៊ីគៀបសង្កត់អ្នកទោសធ្វើបាបអ្នកទោសផ្សេងទៀតដោយប្រើដំបងពុនកដៃវាយខ្នងបែកឈាមហើយឆក់ខ្សែភ្លើងជាដើមបើទោះជាយ៉ាងណាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារលោកនុតសាវណ្ណាមិនអត្ថាធិប្បាយចំពោះព័ត៌មាននេះទេនៅថ្ងៃទី9តុលានេះលោកសោមឯកត្រូវតុលាការក្រុងចោទប្រកាន់ថាជាមេខ្លោងនៃចលនារណសេរីរួមជាតិរួមរូបសញ្ញាក្បាលខ្លាដែលបានបង្កាយគ្រឿងផ្ទុះកាលពីខែកញ្ញាឆ្នាំកាលពីខែកក្កដាឆ្នាំ2017នៅទីក្រុងភ្នំពេញដើម្បីបំផ្លាញស្ដូបមិត្តភាពកម្ពុជាវៀតណាមប៉ុន្តែមិនបានសម្រេចលោកនាងជាទីមេត្រីសាលាក្តីខ្មែរក្រហមប្រកាសថាអង្គជំនុំជម្រះសាលាដំបងនឹងបន្តធ្វើសវនកម្មលើសំណុំរឿង002វគ្គ2បន្តទៀតនៅថ្ងៃច័ន្ទទី10ខែតុលាស្អែកសវនកម្មនេះបន្តទៀតថាបន្តនេះនឹងស្របពេលដែលទឹកជំនន់ភ្លៀងលិចបរិវេណសាលាក្តីនេះនៅឡើយលោកលេងម៉ាលីរាយការណ៍ព័ត៌មាននេះមន្ត្រីសាលាក្តីខ្មែរក្រហមឲ្យដឹងថាទឹកជំនន់ដែលនៅលិចបរិវេណសាលាក្តីនោះលែងជាបញ្ហារារាំងដល់ដំណើរការសវនកម្មសាលាដំបងទៀតហើយមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោកនេតភក្ត្រាមានប្រសាសន៍នៅថ្ងៃទី9តុលាថាសវនកម្មដែលអាចបន្តទៅបាននៅថ្ងៃច័ន្ទទី10តុលាគឺដោយសារតែសាលាក្តីសង់ស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យបុគ្គលិកនិងចៅក្រមដើរឆ្លងទៅសាលសវនកម្មបានមកដល់ពេលនេះគឺស្ថានភាពទឹកនៅជុំវិញបរិវេណនៃសាលាក្តីខ្មែរក្រហមគឺនៅខ្ពស់ដដែលប៉ុន្តែមានការប្រកចុះបន្តិចហើយការសាងសង់ស្ពានឈើហើយនឹងដាក់បាវខ្សាច់ដើម្បីស្រួលដល់មន្ត្រីបុគ្គលិកដែលបំពេញការងារនៅសាលាក្តីខ្មែរក្រហមគឺការសាងសង់រួចរាល់អញ្ចឹងគឺដំណើរការសវនកម្មរបស់សាលាការទាំងមូលនឹងចាប់ផ្ដើមជាធម្មតាឡើងវិញនៅថ្ងៃទី10ខែតុលាឆ្នាំ2016ចំនួនទឹកភ្លៀងនៅបរិវេណសាលាក្តីខ្មែរក្រហមបានបង្ខំឲ្យអង្គជំនុំជម្រះសាលាដំបងផ្អាកសវនកម្មចាប់តាំងពីថ្ងៃទី4តុលាមកដោយសារតែបុគ្គលិកនិងក្រុមចៅក្រមមិនអាចចេញចូលទៅកន្លែងធ្វើការនិងសាលសវនកម្មបានបរិវេណខ្លះនៃសាលាក្តីនេះមានទឹកជន់លិចកម្ពស់ប្រមាណកន្លះម៉ែត្រលោកនេតភក្ត្រាបញ្ជាក់ជាថ្មីថាសវនកម្មនៅថ្ងៃទី10តុលាអង្គជំនុំជម្រះសាលាដំបងនឹងស្ដាប់ការសួរដេញដោលភស្តុតាងក្នុងអង្គហេតុរៀបការដោយបង្ខំនៅក្នុងរបបខ្មែរក្រហមអង្គជំនុំជម្រះសាលាដំបងនឹងបន្តដំណើរការសវនកម្មលើសំណុំរឿង002វគ្គ2របស់ខ្លួនបន្តទៀតដោយផ្ដោតទៅលើការស្ដាប់អង្គហេតុដែលផ្ដល់ដោយអ្នកជំនាញមួយរូបដែលពាក់ព័ន្ធជាមួយនឹងអង្គហេតុការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនឹងការរំលោភសិទ្ធិសន្តិវៈនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបាទអង្គហេតុនេះជាបទចោទប្រកាន់មួយនៅក្នុងសំណុំរឿង002វគ្គ2ប្រឆាំងជនជាប់ចោទនួនជានិងខៀវសំផនដែលអតីតជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យទោះបីជាសវនកម្មអាចបន្តជាធម្មតាឡើងវិញនៅថ្ងៃទី10តុលាក្តីក៏សាលាក្តីខ្មែរក្រហមមិនអាចអនុញ្ញាតឲ្យសាធារណជនចូលរួមតាមដានសវនកម្មដោយផ្ទាល់ដូចមុនបានទេព្រោះចំនួនទឹកភ្លៀងលិចនៅមានកម្រិតខ្ពស់ហើយសាលាក្តីមិនមានទីកន្លែងសម្រាប់ទទួលសាធារណជនហើយក៏មិនមានផ្លូវសុវត្ថិភាពដើម្បីឲ្យពួកគាត់ចូលទៅសាលសវនកម្មបានឡើយខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញលោកនាងជាទីមេត្រីយើងសូមកែតម្រូវថាលោកសោមឯកត្រូវតុលាការចោទប្រកាន់ថាជាមេខ្លោងនៃចលនារណសេរីរួមជាតិរូបសញ្ញាក្បាលខ្លាដែលបានបង្កាយគ្រឿងផ្ទុះកាលពីថ្ងៃទី29កក្កដាឆ្នាំ2007មិនមែន2017ទេ
សហគមន៍មានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅជាមួយទិវាសិទ្ធិលំនៅឋានពិភពលោកនៅថ្ងៃទី10 ខែតុលាស្អែកនេះពួកគេនឹងស្រែកទាមទាររកដំណោះស្រាយនិងស្នើឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្សមន្ត្រីកោជបទម្លាក់ចោលបទចោទប្រឆាំងសកម្មជនដីធ្លីព្រមទាំងរកយុត្តិធម៌ជូនបណ្ឌិតកែមលីលោកថាកិត្យារីកាព័ត៌មាននេះកម្មវិធីយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្តាហ៍ទី23នឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយកម្មវិធីទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី31នៅព្រឹកថ្ងៃទី10 ខែតុលាតាមគម្រោងគឺប្រជាសហគមន៍មានបញ្ហាដីធ្លីចំនួន77សហគមន៍រួមជាមួយប្រសង់តំណាងអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលសរុបប្រមាណជាង 1000 នាក់នឹងជួបជុំគ្នានៅតំបន់ដីក្រហមដើម្បីថ្លែងសារទុក្ខលំបាកនានាផ្ញើទៅរដ្ឋាភិបាលតំណាងសហគមន៍បង្កក់អ្នកស្រីប៊ូសោភីឲ្យអាស៊ីសេរីដឹងថាក្រមប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីមកពីតាមបណ្ដាខេត្តនានានិងរាជធានីភ្នំពេញនឹងឡើងសម្ដែងមតិម្នាក់ម្ដងអំពីបញ្ហានានានៅតាមសហគមន៍របស់ខ្លួនហើយនឹងដង្ហែញត្តិដាក់ជូនក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ក្នុងបំណងស្នើកុំឲ្យប្រើប្រព័ន្ធតុលាការចាប់អ្នករងគ្រោះដីធ្លីស្នើឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដីធ្លីនិងរាល់ការអភិវឌ្ឍផ្ដល់សំណងសមរម្យឬអភិវឌ្ឍនៅនឹងកន្លែងចឹងស្អែកហ្នឹងគាត់មានឱកាសមកសម្ដែងនៃការថាផលវិបាកដែលគាត់ទទួលយកថាឥឡូវហ្នឹងគាត់កំពុងតែបាត់បង់ដីស្រែចម្ការរបស់គាត់មិនខ្លះហើយក៏គាត់កំពុងតែវេទនាអីខ្លះតែពួកគាត់មិនបានផ្ញើសារទៅរដ្ឋាភិបាលមិនដែលដឹងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋអញ្ចឹងសង្គមជាស្អែកហ្នឹងគាត់បាននិយាយសម្លេងគាត់ហ្នឹងឮទៅដល់រដ្ឋាភិបាលឮទៅដល់អ្នកដឹកនាំប្រទេសកុំឲ្យដេកលក់យូរពេកព្រោះប្រជាពលរដ្ឋឥឡូវគាត់កំពុងតែវេទនាខ្លាំងណាស់ក្រៅពីនេះសហគមន៍មានទំនាស់ដីធ្លីក៏ទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលការចាត់ប្រកាសនិងដោះលែងមន្ត្រីសិទ្ធិមនុស្សសមាគមអាត់ហុក4រូបនិងអគ្គលេខាធិការរងកោជបលោកញីចរិយាពួកគេក៏ទាមទារឲ្យរដ្ឋាភិបាលផ្ដល់ទីតាំងសម្រាប់ធ្វើពិធីបុណ្យខួប100ថ្ងៃជូនសពបណ្ឌិតកែមលីនិងពន្លឿនការរកយុត្តិធម៌ពួកគេទទូចឲ្យអាជ្ញាធរដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅសហគមន៍បឹងកក់បូរីកីឡានិងសហគមន៍ផ្សេងទៀតនៅសេសសល់ឲ្យបានចប់សពគ្រប់បន្ថែមពីលើនេះពួកគេអំពាវនាវឲ្យអាជ្ញាធរដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់គឺអ្នកស្រីទេវ៉ានីនិងទម្លាក់ចោលការចាត់ប្រកាន់លើសកម្មជនដីធ្លីដទៃទៀតយ៉ាងណាក្តីសាលារាជធានីភ្នំពេញបានបដិសេធរួចហើយដោយមិនឲ្យសហគមន៍មានវិវាទដីធ្លីប្រពៃទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី31នៅតំបន់ដីក្រហមនិងដង្ហែក្បួននោះទេក្រុមហេតុផលថាចិត្តស្ថានទូតរុស្ស៊ីប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់ស្ថានទូតនិងបញ្ហាកកស្ទះចរាចរណ៍ជាដើមអាស៊ីសេរីមិនអាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកមានច័ន្ទយដាបានទេដោយពុំលើកទូរស័ព្ទទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី31ឆ្នាំនេះមានប្រធានបទសិទ្ធិទទួលបានលំនៅឋានប្រធានកម្មវិធីតស៊ូមតិនៃសមាគមទាំងខ្នោតលោកសឿងសរនមានប្រសាសន៍ថាសហគមន៍នៅតែប្រកាន់ជំហរធ្វើនៅតំបន់ដីក្រហមដោយសារតែតំបន់នោះជាទីដែលអាជ្ញាធរបណ្ដេញពលរដ្ឋមានវិវាទដីធ្លីច្រើនរយគ្រួសារចេញដោយគ្មានសំណងសមរម្យនិងរំលោភសិទ្ធិមនុស្សម្យ៉ាងទៀតតាមច្បាប់គឺពួកគាត់គ្រាន់តែជូនដំណឹងស្ដីពីការជួបជុំពលគឺមិនចាំបាច់សុំទទួលការអនុញ្ញាតនោះទេជាច្រើនលើកមកឲ្យសហគមន៍តែងតែជ្រើសរើសយកកន្លែងប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅតំបន់ដីក្រហមក៏ប៉ុន្តែនៅពេលសហគមន៍ហែញ៉ាត់ដាក់តាមស្ថាប័ននានាកងកម្លាំងចម្រុះប្រដាប់ដោយអាវុធបានដាក់បារះរារាំងពួកគាត់រីឯមន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូលោកអំសំអាតមានប្រសាសន៍ថាការបណ្ដេញប្រជាពលរដ្ឋចេញពីដីនិងលំនៅឋានទាំងបង្ខំនិងគ្មានសំណងសមរម្យរហូតប្រើហិង្សាទៀតនោះនៅតែកើតមានជាបន្តបន្ទាប់ម្ល៉េះហើយទើបប្រជាពលរដ្ឋនាំគ្នាប្រមូលផ្ដុំរំលឹកទិវាសិទ្ធិលំនៅឋានពិភពលោកដើម្បីដាស់តឿនឲ្យរដ្ឋាភិបាលបន្តស្វែងរកដំណោះស្រាយជូនពួកគាត់ក្នុងទិវាសិទ្ធិលំនៅឋាននេះដែរលោកអំសំអាតជំរុញឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្សដែលតែងជួយការពារសិទ្ធិរបស់ប្រជាពលរដ្ឋទន្ទឹមគ្នានេះរដ្ឋាភិបាលត្រូវមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាដីធ្លីដោយយុត្តិធម៌បញ្ឈប់នៅការប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋដែលលោកធ្វើការតវ៉ានិងទាមទារស្វែងរកដំណោះស្រាយដីធ្លីរដ្ឋាភិបាលត្រូវបង្វែរទិសដៅធ្វើការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធីជូនប្រជាពលរដ្ឋជាជាងការប្រើប្រាស់អំពើហិង្សានិងការចាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លីហើយដាក់ពន្ធនាគារបន្ថែមទៀតដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សិទ្ធិសេរីភាពរបស់
ត់ពិសេសសិទ្ធិមាននៅឋាននិងសិទ្ធិមានកម្មសិទ្ធិដីធ្លីនោះបាទមន្ត្រីការពារសិទ្ធិមនុស្សលើកឡើងថាបញ្ហាដីធ្លីបានក្លាយទៅជាជំងឺមហារីកទៅហើយដូច្នេះប្រសិនបើរដ្ឋាភិបាលនៅតែប្រងើយកន្តើយក្នុងការដោះស្រាយនោះនាំឲ្យមានក្តីបារម្ភថានឹងអាចមានបដិវត្តន៍ដីធ្លីនៅពេលអនាគតខ្ញុំថាកិត្យាស៊ីសេរីភ្នំពេញលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលរៀបចំដោយខ្ញុំបាទសានសែលសូមលោកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅពេលបន្តិចទៀតនេះវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងជជែកពិភាក្សាលើប្រធានបទស្ដីពីសិទ្ធិមានលំនៅឋានសូមលោកនាងចូលរួមពិភាក្សាដោយបញ្ចេញយោបល់និងសួរសំណួរក្នុងកម្មវិធីយើងតាមរយៈទូរស័ព្ទចំនួន2ខ្សែទី1 012 811 911និង 011 611 711 ឬតាមរយៈ Facebook របស់យើងដែលចូលទៅកាន់គេហទំព័រ www.facebook.com/RFA Cambodia បាទកម្មវិធីនេះសម្របសម្រួលដោយលោកទីនសាការីយ៉ាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីគោរពរាប់អាននៅពេលនេះយើងមានវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបន្ថែមមួយដែលយើងនឹងជជែកអំពីសិទ្ធិមានលំនៅឋានបាទដែលវិក្កាមិនមកចូលរួមនៅក្នុងកម្មវិធីផ្សាយហើយនឹងពិភាក្សាលើប្រធានបទនេះគឺយើងមានពីររូបលោកសាយកុសលលោកគឺជាប្រធានកម្មវិធីបច្ចេកទេសនៃអង្គការសមាគមធៀងថ្នោតហើយវិក្កាមិនយើងមួយរូបទៀតគឺលោកសៀក្រមលោកគឺជានាយកប្រតិបត្តិនៃអគ្គលេខាធិការដ្ឋានក្រុមការងារពិសេសនៃសិទ្ធិនៅឋានបាទសូមជម្រាបសួរលោកទាំងពីរបាទបាទលោកនាងជាទីមេត្រីដោយលោកនាងបានស្ដាប់សេចក្តីរាយការណ៍របស់លោកថាថៃមិនអញ្ចឹងគឺថានៅថ្ងៃស្អែកហ្នឹងសហគមន៍រងគ្រោះដោយសារដីធ្លីនៅរាជធានីភ្នំពេញនឹងជួបជុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិមានលំនៅឋានពិភពលោកលើកទី31បាទហើយលោកទាំងពីរក៏នឹងចូលរួមដែរដែលនឹងខ្លំមើលចូលរួមនៅថ្ងៃស្អែកដែរបាទជាបឋមនេះខ្ញុំសូមជម្រាបសួរលោកសាយកុសលថាតើខាងហេតុអីបានជាក្រុមរងគ្រោះដីធ្លីទាំងអស់នោះនៅតែមានអ្នកចង់ធ្វើទិវានេះទៀតនៅពេលដែលខាងសាលារាជធានីភ្នំពេញបានបដិសេធអនុញ្ញាតមិនឲ្យធ្វើហើយដោយគេលើកពីហេតុផលពីរចំណុចសំខាន់គឺបញ្ហាសន្តិសុខនិងកកស្ទះចរាចរណ៍តើហេតុអីនៅតែរៀបចំផែនការធ្វើនៅថ្ងៃស្អែកទៀតបាទសូមអរគុណលោកសាការីយ៉ាដែលបានអញ្ជើញខ្ញុំបាទមកចូលរួមនៅក្នុងកម្មវិធីតុកភាសាតុកមួយថ្ងៃនេះហើយសូមជម្រាបសួរលោកសៀភិរមដែរដែលបានជាដៃគូនៅភាសានៅថ្ងៃនេះក្រោយពីយើងប្រជុំជាមួយសាលាក្រុងមកសាលាក្រុងបានចេញគោលការណ៍ឲ្យប្រជាពលរដ្ឋធ្វើការប្រមូលផ្ដុំគ្នានៅទីវាសិទ្ធិលំនៅឋាននេះនៅទីលានជាធិបតេយ្យជំនួសនៅដីក្រហមដោយលើកហេតុផលថាបញ្ហាស្ទះចរាចរណ៍ហើយអាចនឹងបញ្ហាសន្តិសុខដល់ស្ថានទូតរុស្ស៊ីនៅទីនោះបាទទន្ទឹមនោះខ្ញុំក៏បានយកព័ត៌មាននេះមកពិភាក្សាជាមួយសហគមន៍ដែលគ្រោងធ្វើទិវានេះនៅថ្ងៃស្អែកនៅថ្ងៃទី10នេះហើយគាត់ក៏បានលើកឡើងនៅហេតុផលចំនួន3ទី1គាត់ចង់រំលឹកពីការបាត់បង់ដីក្រហមបាទនៅទីនោះដែលនៅឆ្នាំ2009ដែលបណ្ដឹងចេញដោយបង្ខំដោយគ្មានសំណងត្រឹមត្រូវដោយយកលេសថាយកទៅអភិវឌ្ឍផ្សេងដោយមិនមានតម្លាភាពដោយមិនមានសមភាពនិងយុត្តិធម៌សម្រាប់គាត់ដូច្នេះគាត់ចង់រំលឹកពីប្រវត្តិនៃការបាត់បង់ដីធ្លីនៅដីក្រហមនេះទី2គាត់គិតថានៅតំបន់ដីក្រហមនេះជាទីកន្លែងមួយកណ្ដាលដែលចិត្តគាត់អាចដាក់ញត្តិទៅរដ្ឋសភាក៏បានគាត់អាចដាក់ញត្តិទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក៏បាននេះជាហេតុផលទី2ហើយទី3គាត់គិតថាវាអត់ប៉ះពាល់ខ្លាំងអីរឿងបញ្ហាចរាចរណ៍សាធារណៈនៅទីនោះទេព្រោះថាគាត់ធ្វើនៅម្ខាងនៃផ្លូវហើយដីនៅទីនោះវាធំសម្រាប់ឲ្យគាត់ជួបជុំគ្នាបានបាទ
បាទអរគុណបាទលោកសាកសលបានបញ្ជាក់ពីមូលហេតុ3ចំណុចសំខាន់គឺទី1គឺប្រកបចង់រំលឹកនៅប្រវត្តិជូរចត់ដែលអាជ្ញាធរបណ្ដាញប្រកបចេញពីដីក្រហមនៅកាលពីឆ្នាំ2009ដែលមានគ្រឿងចាក់ឈូសឆាយផងកាលនោះបាទទី2គឺងាយដាក់ញត្តិទៅតាមស្ថាប័ននីមួយៗដែលគាត់ចង់ដាក់ទី3គឺអាហារថាមិនមានការស្ទះចរាចរណ៍ទេលោកសៀព្រំដែលលោកបានធ្វើការឃ្លាំមើលពីបញ្ហាបណ្ដាញចេញពីពលរដ្ឋរងគ្រោះជាច្រើនកន្លងមកហ្នឹងតើហេតុអីបានជាមកទល់ពេលហ្នឹងការដោះស្រាយរវាងរដ្ឋាភិបាលអាជ្ញាធរហើយនិងប្រជាពលរដ្ឋរងគ្រោះដីធ្លីហ្នឹងនៅតែមិនទាន់បានដោះស្រាយបានចប់សពគ្រប់បាទសូមអរគុណសូមជម្រាបសួរដល់ប្រិយមិត្តអ្នកស្ដាប់សូមជម្រាបសួរបងសាយកសលផងដែរនៅក្នុងនេះបាទហើយបើយើងតាមអ្វីដែលយើងឃ្លាំមើលឬក៏សង្កេតមើលអំពីការវិវត្តនៅក្នុងរាជធានីភ្នំពេញយើងនេះក៏ដូចជានៅតាមបណ្ដាខេត្តយើងឃើញថារដ្ឋាភិបាលតែងតែមានការប្រកាសដូចថ្មីមានទេសរដ្ឋមន្ត្រីក្រសួងដែនដីអីគាត់ក៏បានប្រកាសថារហូតដល់មានក្រុមហ៊ុនណាដែលអភិវឌ្ឍទៅរំលោភដីធ្លីរបស់ប្រជាពលរដ្ឋហ្នឹងត្រូវដាក់នៅក្នុង blacklist បញ្ជីខ្មៅទៀតបាទដើម្បីមានវិធានការអីយ៉ាងម៉េចហើយក៏មានការបដិញ្ញាចិត្តជាច្រើននៅក្នុងការដោះស្រាយហើយក្នុងនោះក៏មានការបង្កើតនៅអគ្គនាយកដ្ឋានលំនៅឋានផងដែរដើម្បីរកវិធីក្នុងការដោះស្រាយបញ្ហាលំនៅឋានសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនេះក៏ប៉ុន្តែយើងឃើញថារឿងរ៉ាវវានៅតែចេះតែបន្តដោយសារតែយើងឃើញថាពេលដែលយើងចប់សម័យសង្គ្រាមមកគឺថាអាជ្ញាធរមូលដ្ឋានយើងមិនបានទប់ស្កាត់ថាឬមួយក៏រដ្ឋាភិបាលហ្នឹងមិនបានចុះបញ្ជីថាតើទ្រព្យសម្បត្តិណាជាទ្រព្យសម្បត្តិសាធារណៈណាជានេះទេអញ្ចឹងទៅការធ្វើសមរកម្មកម្លាំងភាគីចំនួនសង្គ្រាមស៊ីវិលហ្នឹងគឺបានចូលមកភ្នំពេញហើយអញ្ចឹងទៅដែលយើងមិនបានធ្វើការគ្រប់គ្រងដីធ្លីហ្នឹងឲ្យបានដិតដល់អញ្ចឹងវាធ្វើឲ្យមានការចល័តពីជនបទមកនៅក្នុងទីក្រុងភ្នំពេញហើយដោយសារតែកង្វះនៃការអភិវឌ្ឍរបស់យើងនឹងនៅឯជនបទនោះមិនសូវជាមានដូចជានៅតាមព្រំដែននៅអីហ្នឹងយើងខ្វះផ្លូវយើងខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើកសិកម្មអញ្ចឹងទៅមនុស្សពិបាកនឹងប្រឈមនឹងចំណូលអញ្ចឹងទៅគាត់ដើម្បីអាចមករកចំណូលបានគឺតែមានតែសម្រុកចូលមកក្នុងទីក្រុងភ្នំពេញពីព្រោះនៅក្នុងទីក្រុងភ្នំពេញគឺថាមានមុខរបរមានអាចរកប្រាក់ចំណូលអីបានប្រសើរជាងនៅជនបទអញ្ចឹងហើយបានជាកំណើននៃការចំណាក់ស្រុករបស់ប្រជាពលរដ្ឋហ្នឹងគឺថាហូរចូលមកក្នុងភ្នំពេញហើយដោយសារតែភាពកង្វះខាតនៃសមាជិកមូលដ្ឋានយើងមិនបានគ្រប់គ្រងឲ្យបានច្បាស់លាស់ហ្នឹងធ្វើឲ្យការរស់នៅហ្នឹងមានភាពនេះច្រើនអញ្ចឹងទៅដែលនេះជាបន្ទុកមួយដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលដើម្បីដោះស្រាយហើយរឿងនេះគឺថាជារឿងអត្ថភាពណាបើសិនមិនអញ្ចឹងទេគឺបញ្ហាចម្រោកឬក៏តំបន់ដែលមិនរៀបរយនៅក្នុងពេញហ្នឹងគឺច្រើនហើយគឺតែយើងឃើញថា 10% នៃដង់សតេប្រជាពលរដ្ឋនៅក្នុងភ្នំពេញដូច្នេះជារឿងមួយដែលរដ្ឋាភិបាលត្រូវតែដាក់នៅរបៀបវរៈនេះនៅក្នុងការអភិវឌ្ឍទីក្រុងបើមិនដូច្នោះទេគឺបញ្ហាហ្នឹងគឺថាมันអាចដោះស្រាយទាន់ពេលវេលាទេបាទអរគុណខ្ញុំចង់និយាយទៅលោកសាវកសលទៀតផែនការថ្ងៃស្អែកហ្នឹងនឹងមានប្រមាណអ្នកចូលរួមហើយសហគមន៍ណាខ្លះទៅបាទហើយបើតាំងស្ដាប់នារីកាមិញហ្នឹងគឺថាគេធ្វើរួមគ្នាតែម្ដងតាក់ទងទៅនឹងថ្ងៃច័ន្ទពណ៌ខ្មៅអីហ្នឹងបាទជាផែនការយើងសហគមន៍ដែលចូលរួមនៅថ្ងៃស្អែកនេះគឺមានចំនួន99សហគមន៍នៅក្នុងរាជធានីភ្នំពេញហើយមាននៅតាមខេត្តផ្សេងដូចជាខេត្តតាកែវខេត្តកណ្ដាលខេត្តកំពង់ឆ្នាំងខេត្តកោះកុងហើយនិងខេត្តកំពង់ស្ពឺដែលមកចូលរួមចំនួន 1000 នាក់ហើយសហគមន៍ដែលខ្ញុំគិតថានឹងចូលរួមនៅបើតាមខ្ញុំចាំឈ្មោះនៅរាជធានីភ្នំពេញដោយសហគមន៍បឹងកក់បរិយកៃឡានៅជ្រោយចង្វាណាដីក្រហមនិងឬមួយក៏សហគមន៍ភូមិដងភ្នំបាទអីផ្សេងដែលអញ្ជើញមកចូលរួមទាំងអស់បាទលោកអាចបញ្ជាក់ជាថ្មីបានហើយអ្វីជាគោលបំណងសំខាន់នៃការជួបជុំគ្នានៅទីវាលើកទី31នេះបាទគោលបំណងសំខាន់នៅថ្ងៃស្អែកនេះរបស់សហគមន៍ទាំងអស់ដែលទទួលរងនៅការបណ្តេញចេញដោយបខំដែលមិនទទួលបានសំណងត្រឹមត្រូវដែលទទួលនៅការគំរាមកំហែងដែលទទួលនៅការ
អំពើហិង្សាឬចាប់ដាក់គុកអីផ្សេងៗហ្នឹងគាត់នឹងសម្ដែងមតិចង់បង្ហាញឲ្យរដ្ឋាភិបាលដឹងថាទុក្ខវេទនារបស់អ្នកដែលទទួលរងនៅវិវាទដីធ្លីហ្នឹងរបៀបណាទំហំណាចំនួនប៉ុណ្ណាហើយចង់ឲ្យរដ្ឋាភិបាលធានាថាគោរពនៅសិទ្ធិលំនៅឋានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ដូចជានៅក្នុងច្បាប់ជាតិអន្តរជាតិអីផ្សេងៗនេះជាចំណុចទី1ចំណុចទី2គាត់ចង់អំពាវនាវដល់រដ្ឋាភិបាលឲ្យបញ្ចប់ការប្រើប្រាស់នៅអំពើហិង្សាការប្រើប្រាស់នៅការគៀបសង្កត់គំរាមកំហែងនិងចាប់សកម្មជនដីធ្លីដែលប្រជាពលរដ្ឋដែលទាមទារនៅសិទ្ធិលំនៅឋានហ្នឹងយកទៅដាក់គុកអីផ្សេងទី3គាត់ចង់បានមានការអភិវឌ្ឍគាត់មិនជំទាស់ទេបើថាយកដីសហគមន៍យកទៅអនុវត្តឲ្យសូមឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋហ្នឹងឲ្យមានការអភិវឌ្ឍហ្នឹងគាត់ទទួលបានផលប្រយោជន៍ពីអភិវឌ្ឍហ្នឹងកុំឲ្យយកលេសអភិវឌ្ឍប៉ុន្តែគាត់មិនទទួលបានផលពីអភិវឌ្ឍផ្ទុយទៅវិញចាប់គាត់ដាក់គុកព្រឹត្តអំពើហិង្សាអីដាក់គាត់អញ្ចឹងគាត់ចង់បានសំណងមួយសមរម្យណាបើមិនបានសំណងសមរម្យទេគួរណាស់តែយើងធ្វើការអភិវឌ្ឍនៅនឹងកន្លែងនេះគោលបំណងរបស់សហគមន៍ដែលនឹងត្រូវធ្វើនៅថ្ងៃស្អែកជាសារសំខាន់ដល់រដ្ឋាភិបាលដើម្បីឲ្យគិតគូរក្នុងការអភិវឌ្ឍសហគមន៍នៅក្នុងរាជធានីភ្នំពេញនេះបាទអញ្ចឹង99សហគមន៍នៅមកពីតាមបណ្ដាខេត្តមួយចំនួនទៀតហ្នឹងសុទ្ធតែអ្នករងគ្រោះដីធ្លីទាំងអស់បាទសុទ្ធតែអ្នករងគ្រោះដីធ្លីដូចជានៅខេត្តកំពង់ឆ្នាំងដូចជានៅខេត្តកំពង់ស្ពឺដែលមានទំនាស់ជាមួយមន្ត្រីធំជាមួយអុកញ៉ាអីផ្សេងៗហ្នឹងអញ្ចឹងគួរណាស់តែរដ្ឋាភិបាលចាប់អារម្មណ៍ចំពោះបញ្ហាដែលកើតមានឡើងនៅបណ្ដាខេត្តបាទលោកមានប្រសាសន៍មិញថាដើម្បីសម្ដែងមតិហើយបញ្ឈប់កុំឲ្យមានការបណ្ដឹងចេញនិងប្រើអំពើហិង្សាជាដើមក៏ប៉ុន្តែក្នុងរយៈពេលថ្មីនេះពិសេសគឺក្រុមដែលធ្វើយុទ្ធនាការថៃច័ន្ទពណ៌ខ្មៅតែងតែមានការចាប់ខ្លួនពីអាជ្ញាធរហើយនឹងមានការរុញច្រានគ្នាទៀតនៅពេលនឹងអាចពេលខ្លះប៉ះប្រពេចគ្នាទៀតតើលោករំពឹងថាថ្ងៃស្អែកអាចធ្វើដល់រលូនទេបាទហើយអាចគិតថានឹងប្រឈមនឹងបញ្ហាអស់ហ្នឹងទេមើលទៅខ្ញុំគិតថារដ្ឋាភិបាលនឹងបង្វែរការពិចារណាឡើងវិញចំពោះការប្រើអំពើហិង្សាកន្លងមកទៅលើប្រជាពលរដ្ឋដែលសម្ដែងមតិឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សផ្សេងដែលគាត់តវ៉ារឿងសិទ្ធិការពារសិទ្ធិរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារការធ្វើអំពើល្អរបស់នេះហើយប្រជាពលរដ្ឋគាត់ចង់ឃើញចឹងមកសម្ដែងមតិមកប្រមូលផ្ដុំគ្នាឲ្យរដ្ឋាភិបាលមើលឃើញថាអ្វីដែលធ្វើកន្លងមកនេះគឺប្រជាពលរដ្ឋអត់ពេញចិត្តទេអត់គ្រប់គ្រងទេដូច្នេះជាការអំពាវនាវរបស់ខ្ញុំគិតថារដ្ឋាភិបាលឬអាជ្ញាធរគួរតែពិចារណាឡើងវិញគាត់មកនេះមិនប្រើអំពើហិង្សាទៅនរណាទេគឺគាត់មកសម្ដែងមតិមិនពេញចិត្តនៅវិធានការឬទង្វើផ្សេងៗរបស់រដ្ឋាភិបាលប្រព្រឹត្តទៅលើសកម្មជនសិទ្ធិមនុស្សឬសកម្មជនព្រៃឈើអីផ្សេងៗបាទអរគុណលោកអ្នកស្ដាប់ជាទីមេត្រីឥឡូវនេះយើងកំពុងតែផ្សាយផ្ទាល់នៅវេទិកាអ្នកស្ដាប់អាស៊ីសេរីបន្ថែមបើលោកនាងមានចម្ងល់ទាក់ទងនឹងប្រធានបទដែលយើងជជែកអំពីសិទ្ធិមានលំនៅឋាននេះអាចទាក់ទងតាមទូរស័ព្ទ012 811 911 011 711 811បាទឥឡូវនេះខ្ញុំចង់ងាកមកលោកសៀព្រំវិញម្ដងលោកអាចជម្រាបបានថាតើសហគមន៍រងគ្រោះដីធ្លីនៅរាជធានីភ្នំពេញដែលត្រូវបានអាជ្ញាធរបដិងកន្លងមកហ្នឹងទៅនៅតំបន់មួយចំនួនដូចជានៅភ្នំបាទនិងនៅតំបន់ផ្សេងៗទៀតហ្នឹងពួកគាត់រងគ្រោះហើយកំពុងជួបនៅបញ្ហាអីខ្លះហើយលោកបាទយើងឃើញហើយបទពិសោធន៍អ្នកដែលចាក់ចេញពីបុរីកាឡាដោយសារការបណ្ដឹងចេញដោយបង្ខំកាលពីថ្ងៃទី3ខែមករា2012ហ្នឹងពួកគាត់បញ្ហាដែលគាត់ប្រឈមខ្លាំងហ្នឹងគឺប្រាក់ចំណូលមុខរបរដែលគាត់ទៅទីនោះយើងឃើញហើយថាដីត្រឹមមួយប្លង់ដីហើយអត់មានអ្វីទាំងអស់
ហើយគាត់នៅទីនោះអត់មានស្រែចម្ការអីធ្វើទេគឺថាបានតែមកប្លង់ដីសម្រាប់សង់ផ្ទះនៅបាទបើអញ្ចឹងគឺថានៅតែយាយចាស់ទេបាទនៅមើលចៅហើយម្ដាយឪពុកនឹងត្រូវចំណាក់ស្រុកទៅក្រៅប្រទេសទៅថៃឬក៏ទៅអីហើយនឹងវិលមកភ្នំពេញវិញដើម្បីធ្វើជាកម្មករសំណង់ឬមួយក៏អូសលៀសហាលបាទតាមប្រទេសអីហ្នឹងបាទដើម្បីសំខាន់ប្រសាសន៍លោកតិចពួកគាត់ទាំងអស់ហ្នឹងកន្លងមកពីមុនដល់នៅភ្នំពេញហ្នឹងក៏គ្មានស្រែមានអីធ្វើដដែលហ្នឹងហើយយ៉ាងម៉េចទៅបាទនៅភ្នំពេញគាត់អត់មានស្រែអត់មានចំការអីធ្វើមែនក៏ប៉ុន្តែគាត់អាចគ្រាន់តែអូសលៀសអូសអីលក់អីនៅតាមតំបន់ដែលប្រជាប្រដ្ឋក្រីក្រនៅឬក៏តាមសំណង់នេះហ្នឹងគឺថាគាត់អាចរកបានចំណូលមួយដែលអាចនឹងចិញ្ចឹមគ្រួសាររបស់គាត់ហើយរហូតដល់អាចគ្រប់គ្រងឲ្យកូនចៅរបស់គាត់ហ្នឹងអាចទៅរៀននៅសាលានៅក្នុងរាជធានីភ្នំពេញបានហើយសម្រាប់នៅឯនោះវិញគឺថាគាត់មិនអាចរកអីបានទេសូម្បីតែគាត់ទៅរកធ្វើជាកម្មកររោងចក្រនៅចិត្តហ្នឹងក៏គេរើសអើងគេមិនអោយគាត់ធ្វើដែរហើយគាត់ធ្វើតែអំពីការលំបាកនៅការរកប្រាក់ចំណូលនឹងខ្លាំងមែនទែនមុខរបរហ្នឹងហើយទី2ទៀតគឺតកតងនឹងបញ្ហាសុខភាពអីយើងឃើញថាមានការជួលលំបាកខ្លាំងដោយអាជ្ញាធរឬក៏ក្រុមហ៊ុនពេលដែលយកគាត់ទៅចាក់ចោលហ្នឹងគឺថាมันបានទៅតាមដានឬក៏ពិនិត្យឲ្យជួយគ្រប់គ្រងបន្តទៀតដើម្បីឲ្យគាត់ទាំងអាចថារស់ស្មើនឹងជីវិតរបស់គាត់នៅភ្នំពេញណាបើគឺថាយកទៅដាក់ទៅរួចខ្លួនហើយគឺចប់បោះចោលអញ្ចឹងមានតែអង្គការផ្សេងៗហ្នឹងបានទៅជួយជាដុកទ័រអីជួយពិនិត្យកុមារពេលដែលមានឈឺធ្ងន់អីហ្នឹងគឺថាតាមរយៈអង្គការដែលនេះហ្នឹងផ្ដល់សេវាសុខភាពហ្នឹងបាទអានេះជារឿងដែលគិតមកដល់ឆ្នាំ2016ហ្នឹងតើសហគមន៍ប្រមាណដែលរដ្ឋាភិបាលបដិញ្ចេញអាជ្ញាធរបដិញ្ចេញហើយក្រមរដ្ឋាភិបាលអភិវឌ្ឍន៍នោះបាទយើងឃើញថាសម្រាប់ឆ្នាំ2016នេះមានលក្ខណៈមិនកាចសាហាវយើងថាมันមានអំពើហិង្សាអីធ្ងន់ធ្ងរទេបើទោះបីជាមានខ្លះដែរយើងឃើញថាដូចជាមានចំនួនដីបាទដីហ្នឹងហើយបើសិនជាគិតជាគ្រួសារព្រោះក្នុងដីធំហ្នឹងវាមានគ្រួសារច្រើននៅក្នុងហ្នឹងអញ្ចឹងតាមដែលយើងទទួលបានតួលេខហ្នឹងយ៉ាងហោចណាស់ក៏ប្រហែលជា20គ្រួសារដែរដែលគាត់ទទួលរងការរឹបអូសយកដីរបស់គាត់មិននេះទេហើយអាចនឹងផ្ទះផងដែរដូចជានៅផ្លូវអមនិងផ្លូវជាតិលេខ6ឬក៏នៅក្នុងខណ្ឌជោជវ៉ាហ្នឹងដែលខាងក្រុមហ៊ុន OCIC អភិវឌ្ឍហ្នឹងគឺភាគច្រើនប៉ះពាល់ទៅលើអ្នកដែលគាត់មានដីធំដែលគាត់រងគ្រោះដោយសារតែខាងអាជ្ញាធរមូលដ្ឋានហ្នឹងគាត់ថាត្រូវធ្វើការអភិវឌ្ឍដើម្បីបញ្ជាកកស្ទះចរាចរណ៍ផ្លូវជាតិ 6A អញ្ចឹងគេត្រូវធ្វើផ្លូវអមមួយទៀត100ម៉ែត្រពីផ្លូវ 6A ហ្នឹងអញ្ចឹងវាប៉ះពាល់ហើយមិនបានផ្ដល់សំណងឲ្យពួកគាត់សមរម្យទេគឺគេរឹបអូសយកដីពួកគាត់តែម្ដងដែលគាត់មានការខឹងសម្បាយ៉ាងខ្លាំងបើចំពោះចំណាយការបែបនេះដែលកើតមានតទៅទៀតនៅក្នុងឆ្នាំ2016នេះបើទោះបីជាអភិបាលថ្មីប៉ាសិភុងបានប្រកាសឲ្យថាក្នុងអាណត្តិរបស់គាត់នេះគឺថាគាត់នឹងមិនចង់ឲ្យអតីតនៃការលងអតីតកាលហ្នឹងមកលងនៅក្នុងអាណត្តិរបស់គាត់នឹងទៀតទេក៏ប៉ុន្តែយើងឃើញថានៅតែមានខ្លះដែរដែលយើងគិតថាវាទោះបីថាវាមានលក្ខណៈស្បើយនៃអំពើហិង្សានៃការឈូសឆាយកំតិចក៏ប៉ុន្តែវានៅតែកើតមានរូបភាពប្លន់យកឬក៏រឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលស្លូតត្រង់បាទបញ្ហាមួយទៀតយើងមើលសហគមន៍ពីរដល់សកម្មជាគេនៅក្នុងការធ្វើបាតកម្មនិងការទាមទារហ្នឹងពិសេសគឺនៅសហគមន៍បង្កក់ដែលនៅទល់មុខអគាររដ្ឋាភិបាលធ្វើការតែម្ដងហើយនឹងសហគមន៍បរិយាកាសដែលទាមទារឲ្យសាងសង់អគារមួយដើម្បីជូនពួកគាត់វិញទៀតហ្នឹងខ្ញុំចង់ជម្រាបសួរលោកសំណួរ10ដែរលើខ្ញុំបានសួរពីមុននឹងតិចថាខេត្តអីបានជាអាជ្ញាធរដោះស្រាយមិនបានសមរម្យហើយទទួលយកបានទាំងអស់គ្នាចំពោះបញ្ហាទាំងអស់ហ្នឹងបាទនៅបង្កក់នេះយើងឃើញថាដូចជានៅសល់តិចតួចបែរជាខ្ទង់យើងអាចនិយាយថា 2% ឬក៏អីចឹងដែលក្នុងចំណោមប្រជាពលរដ្ឋបង្កក់700ជាងគ្រួសារដែលរដ្ឋាភិបាលបានដោះស្រាយតាមអនុក្រឹត្យលេខ183ហ្នឹងហើយផ្នែកដែលនៅសេសសល់ហ្នឹងគឺតិចតួចមែនតើដែលយើងឃើញថាគួរតែត្រូវបានបញ្ចប់បានតាន់ពេលវេលាក៏ប៉ុន្តែយើងឃើញថានៅតែមិនអាចបញ្ចប់បានដែលទុកឲ្យតិចតួចហ្នឹងនៅ
នៅជាជំងឺហ្នឹងហើយអាចវានឹងរីកទៅថ្ងៃក្រោយយើងអត់ដឹងដែរបើសិនជាយើងអត់ព្រមព្យាបាលអាតិចតិចហ្នឹងចប់ទួចនេះមូលហេតុអីយើងមិនដឹងថាតើជាឆន្ទៈល្អឬក៏យ៉ាងម៉េចបានជាមិនអាចបញ្ចប់បានដោយករណីជាក់ស្ដែងយើងមើលអំពីអ្នកដែលគាត់មានដីធំឧបមាថាគាត់មាន 7,000 ការ៉េឬក៏ 3,000 ការ៉េអញ្ចឹងហើយខាងអាជ្ញាធររដ្ឋគាត់បានដោះស្រាយជូនគាត់តែត្រឹម2ប្លង់ឬក៏អីមួយប្លង់អញ្ចឹងទៅវាឃើញថាទំហំនៃការចង់បានហ្នឹងវាអត់ត្រូវគ្នាបើសិនជាវាចំណុចប្រសពត្រូវគ្នាអាហ្នឹងគឺថាអាចដោះចប់ហើយតែមួយចំនួនទៀតក៏មានថាគាត់ដោះឲ្យតែអ្នកដែលមានទំហំផ្ទះអញ្ចឹងបើផ្ទះមានប៉ុន្មានគេនឹងឲ្យគាត់ដីហ្នឹងស្មើនឹងទំហំផ្ទះអញ្ចឹងហើយធ្វើឲ្យអ្នកដែលគាត់មានដីសល់ខាងក្រោយផ្ទះហ្នឹងគឺថាវាមិនត្រូវគ្នាអញ្ចឹងសល់បន្តិចហ្នឹងដែលធ្វើឲ្យបញ្ហាហ្នឹងមិនអាចដោះស្រាយបានហើយខាងក្រុងគាត់ថាគាត់មានបញ្ហាដែរដោយសារតែដីហ្នឹងវាអត់គ្រប់គ្រាន់ក៏ប៉ុន្តែតាមអ្វីដែលក្រុមអង្គការយើងបានធ្វើការអង្កេតហ្នឹងទំហំ 12.44 នៃនឹងប្រៀបទៅនឹងទំហំប្រជាពលរដ្ឋដែលនៅសេសសល់នៅក្នុងបឹងកក់ហ្នឹងគឺវាអាចសមល្មមហើយគឺថានឹងអាចលៃលោកដោះស្រាយបញ្ចប់បានហើយរឿងនៅបូរីកាឡានេះក៏យើងឃើញថានៅសល់តិចដែរនៅសល់ក្នុង154ហ្នឹងយើងឃើញថានៅសល់ជិត20គ្រួសារដែលនៅសេសសល់ក៏ប៉ុន្តែក្នុងនោះក៏មានខាងដូចជាគ្រួសារបន្ថែមទៀតក៏បានមកទាមទារដែរដោយសារតែអ្នកទាំងអស់នោះគាត់បានទទួលបានបង្កាន់ដៃថានឹងរងចាំទទួលបានផ្ទះហើយក៏ប៉ុន្តែខាងក្រុមហ៊ុនឬក៏ខាងអាជ្ញាធរហ្នឹងមិនបានដោះស្រាយជូនពួកគាត់ទេហើយគាត់ក៏មិនបានចូលរួមតវ៉ានៅក្នុងចំណោម154ដែរនេះគឺជារឿងមួយដែលចម្លែកថ្មីមួយទៀតដែលអាជ្ញាធរនឹងត្រូវប្រឈមនឹងចំនួនថ្មីដែលបានមកទាមទារទៀតហើយចំនួនតិចដែលនៅសេសសល់ហ្នឹងយើងឃើញថាក៏នៅតែមានបញ្ហាចម្រូងចម្រាសដោយសារតែប្រជាពលរដ្ឋមិនអាចទទួលយកនៅអ្វីដែលជាការផ្ដល់ពីសាលារៀនពេញបានអញ្ចឹងធ្វើឲ្យភាគីទាំងពីរហ្នឹងនៅតែមិនអាចបញ្ចប់រឿងនឹងបាននៅឡើយទេបាទមួយទៀតចង់និយាយទៅលោកកសៅកសលវិញតើប្រទេសនៅអាស៊ានហ្នឹងតើប្រទេសណាខ្លះដែលធ្វើទិវានេះបាទហើយប្រទេសនីមួយដែលប្រពធ្វើនោះមានបញ្ហាដូចនៅកម្ពុជាអត់បាទអូខេនៅអាស៊ានយើងដឹងហើយថាទិវាលំនៅឋានពិភពលោកគឺយើងធ្វើឡើងទូទាំងប្រទេសប៉ុន្តែដល់ឡែកនៅអាស៊ានយើងខ្ញុំឲ្យឧទាហរណ៍មួយនៅប្រទេសថៃគេក៏ធ្វើឡើងជារៀងរាល់ឆ្នាំដែរប៉ុន្តែគេមិនមានបញ្ហាអីដូចយើងរាំងឃាត់ឬហាម5នៅគោលបំណងរបស់ប្រជាពលរដ្ឋដែលចង់ប្រារព្ធពិធីនេះឡើងទេដោយគេអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើហើយគេមានកន្លែងឲ្យប្រជាពលរដ្ឋដើរណាហើយញ៉ាត់យកទៅដាក់ទៅក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយវិវាទដីធ្លីនេះដោយឡែកនៅប្រទេសយើងគាត់មិនត្រឹមតែមិនសហការជាមួយប្រជាពលរដ្ឋដែលចង់សម្ដែងនៅទុក្ខលំបាកស្ដីពីវិវាទដីធ្លីនេះថែមទាំងមករារាំងហើយលើកពីនេះអាចនឹងបង្កឲ្យមានអំពើហិង្សាដល់ប្រជាពលរដ្ឋដោយសារតែគាត់លើកយកហេតុផលថាវាបញ្ហាស្ទះចរាចរណ៍ឬបញ្ហាសណ្ដាប់ធ្នាប់សាធារណៈផ្សេងដូច្នេះវាជាទង្វើមួយដែលมันបានលើកកម្ពស់នៅការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងបាទលោកស៊ីព្រំបើយើងមើលអំពីសហគមន៍ដែលកំពុងតែរងគ្រោះនៅពេលបច្ចុប្បន្នមានប្រមាណពិតគាត់លោកបាទសហគមន៍ដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះតាមទិន្នន័យដែលយើងបានពីខាងសាលាក្រុងដែរប៉ុន្តែមិនជាផ្លូវការទេបើយើងធ្វើការប្រៀបធៀប2012យើងមាន600ជាងក៏ប៉ុន្តែពេល2016នេះយើងឃើញថានៅសល់ប្រហែលជាជាង300សហគមន៍ដែលក្រីក្រយើងអាចថាក្រីក្រហើយនៅក្នុងគោលនយោបាយឬក៏គោលការណ៍របស់រដ្ឋាភិបាលហ្នឹងគឺថាគេត្រូវធ្វើការកែលម្អហ្នឹងក្នុងមួយឆ្នាំគឺចំនួន100សហគមន៍បាទនេះជាគោលការណ៍របស់រដ្ឋាភិបាលបាទអរគុណខ្ញុំសូមជួបអ្នកស្ដាប់បន្តិចសិនបាទលោកជ័យបណ្ឌិតមកពីខេត្តតាកែវបាទជាសួរលោកបាទបាទសូមសារបញ្ហាបច្ចេកទេសយើងតតងបានអូខេតើទៅនឹងបញ្ហានឹងដែរយើងមើល
ពីចំណុចវិជ្ជមានវិញលោកមើលឃើញថាសហគមន៍ណាដែលជាសហគមន៍គំរូរដ្ឋាភិបាលដោះស្រាយបានទាំងលោកកសលនិងលោកភិរមណែគេឆ្លើយបានទេបាទសម្រាប់ខ្ញុំដែលកំពុងតែធ្វើការក្នុងការលើកកម្ពស់សិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនេះដែលខ្ញុំអង្កេតឃើញថាវាមិនទាន់បានធ្វើឲ្យបាន 100% ដែលយើងគិតថាដោះស្រាយឲ្យបាន 100% រឿងទំនាស់ដីធ្លីនៅរាជធានីភ្នំពេញរបស់សហគមន៍ណាមួយទេបើយើងពិនិត្យទៅលើគោលនយោបាយដែលលោកភិរមបានលើកឡើងថារដ្ឋាភិបាលមានគោលនយោបាយដោះស្រាយសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញមួយឆ្នាំឲ្យបាន 100 ប៉ុន្តែខ្ញុំបានចូលប្រជុំនៅសាលារាជធានីភ្នំពេញនៅក្នុងខែកន្លងមកនេះខ្ញុំក៏បានសួរទៅគាត់វិញថាតើណែឯងដោះស្រាយគោលនយោបាយនឹងដោយវិធីណាបើសិនជាយើងខ្ញុំសួររកផែនការក្នុងការដោះស្រាយជនក្រីក្រនៅរាជធានីភ្នំពេញថា100សហគមន៍សួរថាមានផែនការដែរអត់គាត់ថាអត់មានអញ្ចឹងសួរបានថវិកាមកពីណាមកដោះស្រាយបើយើងអត់មានផែនការអញ្ចឹងសួរថាយើងបានលទ្ធផលអីដែលយើងគិតថាដោះស្រាយសហគមន៍ក្រីក្រឲ្យបាន 100 អញ្ចឹងជាទស្សនៈជាការយល់ឃើញរបស់ខ្ញុំគិតថាអត់ទាន់មានអីប្រសើរឡើងទេហើយវាបញ្ហានេះកាន់តែរីកធំទៅបាទអរគុណលោកខ្ញុំចង់បន្ថែមបន្តិចដែរខ្ញុំមិនមានទស្សនៈដូចជាស្តៀងលោកកសលដែរយើងឃើញថានៅភ្នំពេញសម្រាប់តំបន់ណាដែលយើងថាជាគំរូដែលរដ្ឋាភិបាលបានអនុវត្តល្អធ្វើលំនៅឋានសម្រាប់ប្រជាពលរដ្ឋនឹងដោះស្រាយបានល្អហ្នឹងយើងឃើញថាពីមុនយើងខំសរសើរថាបរិយាកាឡាមួយជាតំបន់មួយដែលថាជាគំរូហើយគាត់សង់អគារសម្រាប់អភិវឌ្ឍនៅនឹងកន្លែងនេះគឺមានន័យថាបញ្ជាការយកចេញទៅក្រៅ10-20 គីឡូពីកន្លែងចាស់ក៏ប៉ុន្តែយើងឃើញថានៅចុងក្រោយវាតែងតែកើតគេហៅថាមិនប្រក្រតីនៅចុងក្រោយហ្នឹងដោយសារតែភាពមិនប្រក្រតីដែលការគ្រប់គ្រងមិនត្រឹមត្រូវហ្នឹងធ្វើឲ្យមានអញ្ចឹងយើងគិតថាបរិយាកាឡានេះជាគំរូមួយហើយបើសិនជាកុំឲ្យមានបញ្ហាឈូសឆាយកំតិចចុងក្រោយហ្នឹងយើងគិតថាបរិយាកាឡានៅក្នុងកិច្ចព្រមព្រៀងបើខ្ញុំចាំមិនខុសទេគឺថាខាងក្រុមហ្នឹងសាងសង់10អគារតែជាក់ស្ដែងសាងសង់តែ8អគារទេហ្នឹងហើយដែលជាភាពមិនប្រក្រតីដែលថាយើងមានកិច្ចព្រមព្រៀងរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនថានឹងសង់10អគារហើយបើសិនជាក្រុមហ៊ុនហ្នឹងមិនអាចសង់តាមតាន់ពេលវេលាទៅមានការផាកពិន័យទៀតបាទផាកពិន័យក្នុងមួយខែប្រមាណលានហើយយើងមិនបានអនុវត្តទេអញ្ចឹងអានេះជាភាពកំសោយដែលរដ្ឋាភិបាលត្រូវតែធ្វើការដោះក្អែឬក៏ឆ្លុះបញ្ចាំងអំពីភាពមិនប្រក្រតីហ្នឹងហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសហគមន៍ក្រីក្រនៅក្នុងភ្នំពេញច្រើននេះគឺថាត្រូវតែប្រឹងប្រែងដូចជាពិសេសយើងទៅប្រជុំសាលាក្រុងថ្ងៃមុននេះរឿងតាក់ទងនឹងផ្លូវអទេសភ្លើងដែលត្រូវបរិយាផ្លូវអីនេះទៀតដែលយើងត្រូវតែគិតគូរឲ្យបានម៉ត់ចត់បើមិនដូច្នោះទេអានឹងគឺថាប្រជាពលរដ្ឋលោកនឹងអស់ជំនឿចំពោះការអភិវឌ្ឍនឹងបាទសូមភ្ជាប់អ្នកស្ដាប់យើងជាថ្មីម្ដងទៀតលោកជ័យបណ្ឌិតព្រឹត្តិការណ៍បាទសូមចេញលោកបាទដូចជាសំណួរបាទលោកជ័យបណ្ឌិតបាទជំរាបសួរបាទសួរសំចេញបាទសូមជំរាបសួរវាគ្មិនជំរាបសួរបាទជំរាបសួរបងរតន៍អ្នកស្ដាប់វិទ្យុអាស៊ីសេរីខ្ញុំមានសំណួរសួរទៅលោកវាគ្មិនថាប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីខ្មែរហ្នឹងអាចតាំងពីរំនៅលើទឹកដីខ្មែរបានបាទมันចាំបាច់រដ្ឋធម្មនុញ្ញมันចាំបាច់ទៅច្បាប់ទម្លាប់អីទេអត់តែប្រជាពលរដ្ឋខ្មែរគឺតាំងពីរំនៅលើទឹកដីខ្មែរបានហើយបាទហើយជនជាតិបរទេសជនជាតិបរទេសតាំងពីរំនៅលើទឹកដីខ្មែរបានហើយចំនួនដីធ្លីហ្នឹងវាកើតឡើងយ៉ាងច្រើនឆ្នាំច្រើនខែហ្នឹងហើយរាជរដ្ឋាភិបាលมันអាចដោះស្រាយបានហើយជនជាតិបរទេសតាំងពីរំនៅបានហើយខ្មែរយើងតាំងពីរំនៅដូចជាបរិយាកាឡាស្អីហ្នឹងតំបន់សម្បុកចាបអីហើយច្រើនតំបន់ណាបាទលោកថាជនបរទេសជនជាតិអីគេលោកបាទថាតាំងពីនៅបានបាទការផ្ទាំងផ្ទុះហើយរាជរដ្ឋាភិបាលហ្នឹងអានេះជាយ៉ាងម៉េចបាទខ្ញុំអត់សំណួរបាទលោកបរិទ្ធជនបរទេសជនបរទេសមួយណាបាទដែលលោកថានៅស្រុកខ្មែរបានជនបរទេសខ្ញុំចង់និយាយថាជនបរទេសគឺជនជាតិវៀតណាមហ្នឹងហើយបាទសំណួរលោក
សាកសោបាទអរគុណបងរដ្ឋបានលើកសំណួរនេះបានមកកម្មវិធីភាសាយើងនៅថ្ងៃនេះជាការពិតបើសិនជាយើងគិតទៅលើប្រជាពលរដ្ឋគឺយើងត្រូវមានសិទ្ធិរស់នៅដែលនៅលើទឹកដីរបស់ខ្លួនដោយសន្តិភាពដោយសេរីភាពហើយយើងពិនិត្យទៅលើសិទ្ធិលំនៅឋាននេះគឺជាសិទ្ធិមានមកពីកំណើតរបស់មនុស្សម្នាក់ៗរបស់ប្រជាពលរដ្ឋទូទៅដូច្នេះហើយបានជាយើងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិយាយពីសិទ្ធិលំនៅឋាននេះហើយរដ្ឋមានច្បាប់អីផ្សេងឲ្យមានសិទ្ធិគ្រប់គ្រងទាំងលំនៅឋានទាំងដីធ្លីដោយឡែកនៅវាមិនទូទៅទេដែលបញ្ហាដែលប្រជាពលរដ្ឋរាល់ថ្ងៃកំពុងតែប្រឈមរស់នៅក្រោមការមិនសមរម្យលំនៅឋានមិនសមរម្យដោយបញ្ហាផ្សេងដោយលោកភិរមបានលើកឡើងដែរដោយសារតែយើងធ្វើការអវត្តនៅរាជធានីភ្នំពេញប៉ុន្តែការអវត្តនោះវាមិនមានតម្លាភាពការអវត្តនោះมันបានអញ្ជើញឬអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមការអនុញ្ញាតអភិវឌ្ឍនោះมันបានទទួលផលមកវិញដល់ប្រជាពលរដ្ឋដោយហេតុដូច្នេះហើយបានជាមានការរំលោភសិទ្ធិលំនៅឋាននៅរាជធានីភ្នំពេញដោយបងលើកឡើងដែរជនបរទេសដែលបានមករស់នៅគឺគាត់បានមករស់នៅតាមដូចជានៅភ្នំពេញយើងឃើញនៅទន្លេចតុមុខគាត់រស់នៅក្នុងទឹកនឹងឬនៅច្រាំងទន្លេនឹងតែម្ដងប៉ុន្តែខ្ញុំអត់ទាន់ឃើញអាជ្ញាធរមានវិធានការចំពោះការរស់នៅតាមដងទន្លេចតុមុខដែលកំពុងតែបំផ្លាញបរិស្ថានអីផ្សេងដែលបងប្អូនអញ្ជើញទៅជ្រោយចង្វាក៏បងឃើញបងអញ្ជើញទៅច្រាំងចម្រេះអីក៏ឃើញដែរឃើញថាប្រជាពលរដ្ឋបងប្អូនជនជាតិវៀតណាមហ្នឹងគឺរស់នៅច្រើននៅទីនោះហើយมันមានការរស់នៅហ្នឹងវាប្រកបដោយអនាម័យឬបរិស្ថានស្អីទេគឺបង្ហូរទឹកស្អុយអីពីការស្អុយបំពុលបរិស្ថាននៅទីនោះតែម្ដងនេះដែលខ្ញុំចុះធ្វើការផ្ទាល់នៅទីនោះអរគុណលោកវិញសូមជន់អាសាយើងមួយរូបទៀតបាទលោកទីខនបាទបាទយសូលោកបាទហៅឡូបាទបាទយសូលោកទីខនបាទហៅឡូបាទហៅឡូបាទយសូបាទលោកបាទជំរាបសួរបាទខ្ញុំចង់និយាយថាអញ្ចឹងសប្តាហ៍ថ្ងៃនេះសប្តាហ៍ថ្ងៃនេះគឺស្ថាប័នមន្ត្រីតុលាការគាត់យកតួនាទីរបស់គាត់ហើយធ្វើឯកសារคล้ายៗហើយវិជារានឹងស្លាប់វិជារារងគ្រោះនឹងបាត់យកដីយកផ្ទះយកអីទាំងអស់ចាប់ដាក់គុកសម្លាប់ចោលបដិញ្ញចេញហើយគាត់មានតួនាទីជាមន្ត្រីតុលាការគាត់យកស្ថាប័នតុលាការនៅខេត្តណាលោកបាននៅខេត្តណាសូមបញ្ជាក់ខេត្តផងនៅខេត្តតាកែវបាទភូមិអង្គតសោមឃុំអង្គតសោមស្រុកត្រាំកក់ខេត្តតាកែវបាទជាក់ស្ដែងណាហើយអត់មានឯកសារមកអត់ទឹកមកស្លឹកសោះទៅធ្វើតាឯកសារคล้ายៗមកសម្រាប់ចោលចាប់ដាក់គុកបដិញ្ញចេញឆ្លងយកស្រស់បងណាហើយបើគាត់ជាមន្ត្រីតុលានៅភូមិណាស្រុកណាលោកបានដល់លោកថាតុលាការដល់លួចដល់ប្លន់នេះជាសួរត្រង់ស្លាប់អស់ហើយបាទសង្ឃួរចឹងណានៅភូមិណាជាជនប្រមាណរងគ្រោះដែលបាននៅក្នុងភូមិអង្គតសោមឃុំអង្គតសោមស្រុកត្រាំប្រមាណគ្រួសារលោកបាទគ្រួសារខ្ញុំនឹងតែម្ដងបាទបងប្អូនមានទាំងអស់ដែលរស់នៅតាំងពី79មកមានទាំងស្លងកម្មសិទ្ធិមានអាជ្ញាធរភូមិឃុំតាំងលឺទៀតប៉ុន្តែមន្ត្រីតុលាការគេធ្វើឯកសារคล้ายៗមកសម្រាប់ចោលចាប់ដាក់គុកតទៅចាប់ដាក់គុកវិញបដិញ្ញចេញឆ្លងយកទាំងអស់ចាប់ដាក់គុកមិនលោកនៅនិយាយបានបាទខ្ញុំចង់សួរសំណួរមួយថាជាហើយប្រជារាស្ត្រត្រង់បើសិនណាមន្ត្រីតុលាការគេយកគេធ្វើឯកសារคล้ายៗមកប្លន់យករបស់យើងចឹងតើយើងរួមរបៀបមិនបានបើមាត់ច្បាប់នៅលើមាត់ពិការហ្នឹងមន្ត្រីតុលាការឈ្មោះអីលោកបាទកាលពីឆ្នាំនោះសូមលោកលើកករណីឲ្យជាក់ច្បាស់បន្តិចបាទហើយគេចាប់គ្រូសាលោកដាក់គុកចាប់ប្រហែលអ្នកបាទឯកសារคล้ายៗហើយអាអ្នកដែលថាយករបស់យើងហ្នឹងណាឯកសារពិតតែមិនคล้ายៗមកស្លឹកអត់មានដែរបាទរឿងពិតបាទហើយយើងមានឯកសារគ្រប់គ្រាន់ទាំងអស់នៅតែគេយកបានបាទអរគុណច្រើនលោកបាទអរគុណបាទសង្ឃឹមថាខាងអាជ្ញាធរនៅប្រឹកមើលឡើងវិញបាទលោកសៀបរំទៅតងករណីគាត់លោកមានយកឃើញមែនទេបាទ
បាទតាំងពីតែគាត់ក៏ធ្លាប់បានមកអង្គការខ្ញុំដើម្បីសុំនឹងដែរបាទហើយយើងឃើញថាយើងលើកទឹកចិត្តឲ្យគាត់ធ្វើការដាក់ប្តឹងបើទោះបីថាយើងដឹងថាប្រព័ន្ធតុលាការយើងថ្ងៃសប្តាហ៍នេះវាមិនផ្ដល់នៅយុត្តិធម៌មែនក៏ប៉ុន្តែយើងត្រូវតែធ្វើបណ្ដឹងសារទុកពីព្រោះថ្ងៃណាមួយដែលយើងមានកំណែតម្រង់តុលាការមួយដែលយុត្តិធម៌ដែលឯករាជ្យដែលថាអាចជួយទៅដល់អ្នកក្រីក្រនោះទទួលបានសិទ្ធិយុត្តិធម៌ស្មើៗគ្នានោះគឺអាចគាស់នៅបណ្ដឹងសារទុករបស់យើងនឹងដើម្បីចាត់វិធានការចំពោះបុគ្គលដែលខិលខូចនឹងបាទនៅមុននេះខ្ញុំបានសួរលោកទាំងពីរថាតំបន់ណាដែលរដ្ឋាភិបាលបានដោះស្រាយឲ្យធ្វើជាគំរូឃើញថាល្អលោកទាំងពីរបានឆ្លើយតបរៀបរយយ៉ាងក្បោះក្បាយហើយមួយទៀតតំបន់ណាដែលការបរិញ្ចេញនឹងដែលឃើញថារូបភាពអាក្រក់ហើយរំលោភសិទ្ធិមនុស្សហើយដែលជាមិនរដ្ឋាភិបាលមិនគួរអនុវត្តអញ្ចឹងទៀតបាទសម្រាប់នៅភ្នំពេញយើងឃើញហើយដូចជានៅដីក្រហមហ្នឹងនៅសហគមន៍ក្រុម78រីករាយកោះពេជ្រអីហើយនឹងកន្លែងមួយចំនួនទៀតនៅក្នុងរាជធានីវិញដូចជារីករាយអីគឺថាដេញតាំងពីម៉ោង6ថ្ងៃ6ខែ6 2006បាទអញ្ចឹងព្រលឹមឡើងគឺថានេះរូបភាពគឺថាយើងសឹងថាវាមិនគួរណាពីព្រោះថាបើយើងប្រៀបធៀបជាមួយនឹងខ្មែរក្រហមពេលដែលដេញចិត្ត5ចេញទៅហ្នឹងគឺថាវាសាហាវតែដល់ពេលយើងនេះយើងថាយើងមករំដោះចេញពីខ្មែរក្រហមតែយើងប្រើនៅរូបភាពស្តៀងគ្នានឹងនេះនឹងដែរហើយប្រជាពលរដ្ឋដែលគាត់ភាពមិនខ្លាំងទេលោកបាទមានន័យថាដេញលើកបោះអីវ៉ាន់លើកបោះមនុស្សនឹងឡើងឡានឲ្យយកទៅចាក់ចោលនៅកន្លែងផ្សេងក្រៅក្រុងដើម្បីគេយកដីនឹងធ្វើការគាត់ហ្នឹងហើយយើងអញ្ចឹងយើងឃើញថារូបភាពហ្នឹងវាមិនជាខុសអីពីរបបខ្មែរក្រហមខ្ជុំកំភ្លើងឲ្យឡើងឡានអីអញ្ចឹងក៏ប៉ុន្តែរូបភាពនេះវាដូចជាថាវាស្ទើរតែនឹងប្រហាក់ប្រហែលសាហាវដូចគ្នានឹងរបប75នឹងដែរបាទអរគុណលោកសាទសលថ្ងៃស្អែកនឹងមានផែនការនឹងដាក់ញត្តិទៅក្រសួងស្ថាប័នមួយចំនួនតើស្ថាប័នណាខ្លះហើយញត្តិនឹងទាមទារអ្វីជាសំខាន់បាទជាទិសដៅរបស់សហគមន៍គឺគាត់មានគោលបំណង3ដូចខ្ញុំរៀបរាប់ខាងដើមដែរគឺទី1ចង់ឲ្យរដ្ឋាភិបាលធានានៅសិទ្ធិលំនៅឋានដល់ប្រជាពលរដ្ឋឲ្យបានសមរម្យដោយតែមានចែងនៅក្នុងច្បាប់ជាតិនិងអន្តរជាតិទី2សូមឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការចាប់អ្នករងគ្រោះដោយដីធ្លីនេះដាក់គុកបញ្ឈប់ប្រើអំពើហិង្សាបញ្ឈប់បំផិតបំភ័យធ្វើទុកបុកម្នេញគំរាមកំហែងដល់អ្នករងគ្រោះដោយវិវាទដីធ្លីបាទទី3គាត់សុំឲ្យមានការបើថាត្រូវការដីរបស់គាត់សុំឲ្យមានសំណងឲ្យបានសមរម្យនិងបើថាมันមានសំណងឲ្យបានសមរម្យទេគួរតែមានការអភិវឌ្ឍនៅនឹងកន្លែងអញ្ចឹងញត្តិរបស់គាត់នេះគឺគាត់នឹងយកទៅដាក់ជូននៅរដ្ឋសភាទី1ទី2នឹងទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ហើយនឹងទៅសាលារាជធានីភ្នំពេញដែលកន្លងមកខ្ញុំសូមភ្ជាប់ទៅលើរូបភាពនៃការបណ្ដឹងចេញដែលលោកបានលើកឡើងថាកាលពីមុនមានភាពសាហាវប៉ុន្តែខ្ញុំពិនិត្យឃើញឥឡូវនេះការប្រើអំពើហិង្សានេះវាធ្វើឲ្យមាននៅភាពរូបភាពអាក្រក់ដិតដាមអាក្រក់នៅអំពើខុសខើដែលកើតមានឡើងចំពោះប្រជាពលរដ្ឋតាំងពីខ្ញុំកើតមកឃើញតែកាប់សម្លាប់គ្នាបាទអស់ពីរឿងមួយទៅរឿងមួយបាទឥឡូវនេះខ្ញុំឃើញថាសាលារាជធានីភ្នំពេញខ្ញុំឲ្យជាហោមួយដូចជានៅសហគមន៍ជ្រោយចង្វាថ្មីនេះគាត់ដាក់អសានវិទ្យទៅសហគមន៍ថាណែឯងត្រូវតែយកសំណងហ្នឹង10% នៃដីរបស់គាត់ទាំងមូលអញ្ចឹងមកដីគាត់1ហិកតាគេឲ្យតែ10 អាទេហើយបើណែឯងអត់ទទួលយកគាត់ថាក៏អត់ទទួលដឹងឮទេអត់ទទួលខុសត្រូវទេអញ្ចឹងគាត់ប្រើរូបភាពយកច្បាប់មកគៀបសង្កត់សហគមន៍ហ្នឹងគាត់កែតម្រូវច្បាប់ថាដីហ្នឹងជាដីរបស់សាលារាជធានីភ្នំពេញដោយឡែកដីនេះសហគមន៍គាត់បានឆ្លើយថាដីជាដីរបស់គាត់មានប្លង់រឹងអីត្រឹមត្រូវទាំងអស់ហើយប្លង់ហ្នឹងចេញដោយអតីតអបាលរាជធានីភ្នំពេញជាសភារាទៀតគាត់បានបញ្ជាក់ថា
ដីហ្នឹងជាដីកម្មសិទ្ធិរបស់គាត់មានប្លង់ហេតុអីបានសាលារាជធានីភ្នំពេញថ្មីនេះចេញគោលការណ៍ថាដីរបស់សាលារាជធានីភ្នំពេញហើយឲ្យទទួលយកសំណងតែ 10% បាទហើយដែលជាអំពើមួយអយុត្តិធម៌ឲ្យខូខើណារបៀបយើងមានអំណាចឲ្យមករឹបអូសយកដីរបស់ជាពលរដ្ឋទាំងកំរោលនេះបាទអរគុណលោកសេព្រមបាទចុងក្រោយតើអ្វីជាយន្តការសំខាន់សម្រាប់ឈ្នះទាំងអស់គ្នាទាំងប្រជាពលរដ្ឋទាំងក្រុមហ៊ុនទាំងរដ្ឋាភិបាលបាទសូមឲ្យរដ្ឋាភិបាលនឹងស្ដាប់ប្រជាពលរដ្ឋបើសិនជាយើងដាក់ខ្លួនថាយើងជាអ្នកបម្រើប្រជាពលរដ្ឋល្អហើយយើងព្យាយាមដោះស្រាយទៅតាមលទ្ធភាពដែលយើងអាចដោះនឹងហើយកុំឲ្យរឿងទូចនឹងទុកនៅឲ្យរ៉ាំរ៉ៃតទៅទៀតហើយជាពិសេសគឺថាអនុវត្តនៅច្បាប់ដែលមានស្រាប់ហ្នឹងពីព្រោះប្រទេសយើងមានច្បាប់ល្អហើយប៉ុន្តែការអនុវត្តនឹងមិនទាន់មានភាពប្រសើរនៅឡើយហើយកាត់បន្ថយនៅរឿងអំពើពុករលួយទាំងឡាយតាមរយៈនៃការរូបភាពនៃការអភិវឌ្ឍបាទអរគុណច្រើនលោកសាកសលលោកសេព្រមបានចូលរួមនៅក្នុងវេទិកាអ្នកស្ដាប់អសិរ័យនៅពេលនេះបាទខ្ញុំបាទទីនសាករាសូមអរគុណនិងសូមជម្រាបលាបាទសូមរីករាយសូមអរគុណ